ទៅឥឡូវយើងបានមកដល់ចំណងនោះហើយយើងនឹងឆ្លងទៅឯកោះដាច់ yes sir សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់អ្នកដើរ vlog នេះគឺជា vlog ទី1នៃ journey travel របស់ខ្ញុំថ្ងៃនេះដែរគឺយើងទៅកោះដាច់នៅកោះញ៉ាតៃទៅលក្ខណៈបែប unplanned វាល្ងាច so ខ្ញុំទៅដល់កន្លែងណាគឺខ្ញុំទៅលេងកន្លែងនោះគឺ unplanned មែនតើឃើញកន្លែងតំណងចូលកន្លែងហ្នឹងបន្ទាប់ពីឡើងដល់កោះដាច់ហើយពួកយើងក៏សម្រេចចិត្តថាជីដើរលេងមើលគេមើលឯងនៅក្នុងទៅហើយក៏បានទៅដល់កន្លែងមួយដែលមានទេសភាពស្អាតមែនតើមានទន្លេខ្សាច់មើលទៅដូចកូនកោះមួយនៅសមុទ្រចឹងហើយមើលទៅស្អាតហ្មងនិយាយទៅខ្ញុំក៏អត់ expect ថាមានកន្លែងស្អាតដល់តាក់នេះដោយសារតែធ្លាប់ឃើញក្នុងអ៊ីនធឺណិតគេ show ទៅពីហាងកាហ្វេនិងការ explore ក្នុងភូមិខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែមកសាកកន្លែងនេះបានម្ដងដោយសារកន្លែងនេះស្អាតប្លែកខ្លាំងចិត្តក្រុងទៀតនឹងឲ្យ unexpected មែនតើដោយសារខ្ញុំមិនដឹងថាកន្លែងនេះមានទេហើយខ្ញុំចេះជីមកដល់ឃើញកន្លែងនេះហើយស្អាតមែនតើ Oh my god ស្អាតប្លែកជាក្រុងយើងជីកន្លះម៉ោង40នាទីមកដល់អញ្ចឹង Okay good ដោយសារតែយើងអត់ត្រូវការចំណាយពេលវេលាច្រើនហើយមកដល់កន្លែងស្អាត Yeah នឹងឯបន្ទាប់ពីចេញពីកន្លែងហ្នឹងទៅពួកយើងសម្រេចចិត្តថាមានតែជា explore លេងនិងទៅញ៉ាំបាយល្ងាចនៅកោះញ៉ាតៃជិះម៉ូតូ chill ដើរលេងស្ដាប់បទចម្រៀងជាងកលេឡូពេលហ្នឹងខ្ញុំក៏បានជួបរឿងមួយដែលនឹកស្មានដល់ម្ដងទៀតគឺខ្ញុំបានឃើញកន្លែងមួយដែលមានម្ជូរស្អាតមែនតើខ្ញុំក៏បានឈប់ម៉ូតូភ្លាមដើម្បីមកមើលណាហើយខ្ញុំសម្រេចចិត្តថាសម្រាប់នៅនេះអង្គុយមើលទេសភាព sunset សានអីដល់ថ្ងៃលិចយកមកបានទៅវិញគិតថាអ្នកទាំងអស់គ្នាគួរតែមកនេះបានម្ដងដោយសារកន្លែងនេះខ្ញុំគិតថាជាកន្លែងដែលមើល view ទេសភាពស្អាតជាងគេនៅកោះដាច់ហ្នឹងឯងហើយអត់គួរម្លងទេ Oh my god ជីសក់ឃើញនេះផ្លូវមួយកន្លងទៅចូលហើយនឹកស្មានថាកន្លែងនេះស្អាតដល់ហ្នឹងទេ Oh my god Yeah អ្នកទាំងអស់គ្នាដែលគិតអត់ថាពេលដែលយើងមិនមានការរំពឹងទុកខ្ពស់គឺល្អវាអាចកាត់បន្ថយការខកចិត្តនៅពេលដែលអ្វីៗមិនបានសម្រេចតាមបំណងយើងជាក់ស្ដែងដោយការដើរលេងក៏ដូចគ្នានៅពេលដែលយើងរំពឹងទុកខ្ពស់ពេកថាកន្លែងដែលយើងទៅនឹងមានទេសភាពស្អាតហើយពេលយើងទៅដល់វាបានដូចបំណងធ្វើយើងនឹងមានអារម្មណ៍ថាអត់សប្បាយចិត្តនិងខកចិត្តខ្លាំងមែនទែនប៉ុន្តែបដូរពីនេះវិញទៅពេលដែលយើងមិនមានការរំពឹងទុកខ្ពស់វាបានធ្វើយើងបើកចិត្តទទួលយកអ្វីដែលយើងជួបប្រទះជាក់ស្ដែងដូចថ្ងៃនេះចឹងខ្ញុំបានទៅដល់កន្លែងមួយដែលខ្ញុំអត់មានការរំពឹងទុកខ្ពស់ទេហើយវាក៏បានបង្រៀនឲ្យខ្ញុំមើលឃើញតម្លៃនៃរឿងតូចៗជាច្រើនជាក់ស្ដែងពេលដែលខ្ញុំមិនមានការរំពឹងទុកខ្ពស់ធ្វើឲ្យខ្ញុំចេះ appreciate រឿងតូចៗក្នុងជីវិតដូចជាស្នាមញញឹមរបស់អ្នកដទៃ ការបើកចិត្តទទួលយករឿងអ្វីមួយជាដើមខ្ញុំពិតជាលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកាត់បន្ថយការរំពឹងទុកខ្ពស់ពេកក្នុងជីវិតយើងហ្មងណាហើយបើសិនជាកាត់បន្ថយបានគឺល្អមែនទែន
អរគុណអ្នកទាំងអស់គ្នាចំពោះការចំណាយពេលមើល vlog មួយនេះណាហើយនេះគឺជា vlog ទី1ដែលខ្ញុំធ្វើសង្ឃឹមអ្នកទាំងអស់គ្នា enjoy ជាមួយនឹង vlog មួយនេះជួបគ្នាវីដេអូក្រោយបាយបាយ